Ok, mình sốបងនេះបាទខ្ញុំបាទវិទ្យវីដេអូនេះខ្ញុំមកស្រាវជ្រាវបងប្អូនដែលគាត់បានសួរខ្ញុំថាបងមុខងារប្រើប្រាស់នៅផ្នែកខាងក្រោយនៃ ampli analog នេះវាមានន័យដូចម្ដេចហើយយើងគួរតែកាច់ដូចម្ដេចបងប្អូនបាទអានេះវាមិនមែនរឿងគួរយើងកាច់ទេអានេះគឺវាកាច់ទៅតាមតម្រូវការនៃការប្រើប្រាស់របស់យើងជាក់ស្ដែងណាបងប្អូនអូខេអញ្ចឹងយើងកន្លែងទៅមើលប៊ូតុងនៃការកាច់របស់វាបន្តិចបងប្អូនអញ្ចឹងប៊ូតុង mode របស់វាហ្នឹងវាមាន bridge មាន parallel វាមាន stereo ចុះមកខាងក្រោមបន្តិចវាមានពាក្យថា sensitivity បងប្អូនកន្លែងនេះគឺវាពាក់ព័ន្ធជាមួយនឹងកម្លាំង preamp នៃ preamp របស់យើងនៅផ្នែកខាងក្នុងណាបងប្អូនបាទអញ្ចឹងឥឡូវយើងមើលផ្នែកខាងលើសិនអញ្ចឹងផ្នែកខាងលើនៃកងតាក់របស់យើងវាដាក់ពាក្យថា bridge នៅកន្លែងនេះមានន័យថាបងប្អូនច្បាច់ ampli បងប្អូនទាំងពីរ channel ឲ្យកម្លាំងវាបុកបញ្ចូលគ្នាបងប្អូនឧទាហរណ៍បើ channel ទី1 1000 W អាទី2 1000 W វាបុកចូលគ្នាគឺ2000 W បងប្អូនបាទអញ្ចឹងពាក្យថា bridge នៅកន្លែងនេះគឺការច្បាច់កម្លាំង ampli បងប្អូនទាំងពីរ channel ហ្នឹងបញ្ចូលគ្នាហើយការប្រើប្រាស់ទៀតសោតគឺយើងអត់ប្រើ channel ទី2 input ទេគឺយើងប្រើប្រាស់តែ input channel ទី1ទេមានថាបងប្អូនដក channel ទី2 input ចូលក៏វាអត់លើដែរគឺវាលើតែ channel ទី1ណាហើយចំពោះ output គឺយើងលេងប្រើដោយខ្មៅក្រហមខ្មៅទៀតហើយលែងហើយគឺយើងប្រើ channel ទាំងពីរហ្នឹងគឺបុកបញ្ចូលគ្នាគឺយើងប្រើពណ៌ក្រហមទាំងពីរនេះហ្មងអញ្ចឹងនៅពេលបងប្អូនប្រើ system bridge នៅលើនេះគឺវាដាក់សប្រាប់យើងដែរឃើញហ្នឹងអញ្ចឹងក្រហមនៅផ្នែកខាងឆ្វេងដកក្រហមនៅផ្នែកខាងស្ដាំនេះបូកអញ្ចឹងពណ៌ខ្មៅនេះអត់ប្រើណាបងប្អូនបាទសង្ខេបមកវិញនៅពេលដែលបងប្អូនប្រើ system bridge គឺ ampli ទាំងពីរ channel របស់បងប្អូនគឺបូកកម្លាំងបញ្ចូលគ្នាហើយយើងប្រើតែពណ៌ក្រហមបងប្អូនបាទយើងឲ្យ output យើងទៅតែពីរតុយទេបាទអូខេហើយចំពោះការសេរី volume នៅផ្នែកខាងមុខគឺវា support តែជាមួយនឹង channel ទី1ណាបងប្អូនបើក channel ទី2ក៏មាន effect អីដែរបងប្អូនអញ្ចឹងបងប្អូនចង់ឲ្យលឺខ្លាំងលឺខ្សោយគឺយើង control នៅលើ channel ទី1អូខេចប់ពីនឹងមកគឺលេខ2គឺ parallel នៅកន្លែងនេះគឺមានន័យថាបងប្អូនធ្វើ system ampli របស់បងប្អូនឲ្យទៅជា mono លេង stereo ហើយអញ្ចឹងពាក្យថា mono ឧទាហរណ៍បងប្អូនប្រើយកវាទៅប្រើជាធុង hijack ពីរធុងនៅផ្នែកខាងឆ្វេងបាទតែយើង input ចូលតែមកកតុយទេអញ្ចឹងដល់ពេលបងប្អូនចុចពាក្យថា parallel channel លេខ1ហើយលេខ2នេះគឺវា link ចូលគ្នាអញ្ចឹងបងប្អូនដោត channel លេខ2ក៏បានដោត channel លេខ1ក៏បានបាទពីរហ្នឹងបងប្អូនដោត channel មួយណាក៏បានដែរហើយ signal របស់វាលុតទាំងពីរចេះអញ្ចឹងឃើញទេអញ្ចឹងបងប្អូនបើក channel លេខ2គឺលឺ output channel លេខ2បងប្អូនបើក channel លេខ1គឺលឺ output channel លេខ1ណាបងប្អូនអញ្ចឹង parallel គឺយើង input ចូល1ហើយសលេងចេញពីទាំងពីរ channel យើងប្រើបែបនេះនៅពេលដែលយើងធ្វើ system ampli របស់យើងឲ្យទៅជា mono ណាអូខេអញ្ចឹងនៅពេលដែលបងប្អូនប្រើ ampli នឹងដដែលប៉ុន្តែជា stereo មានថាបងប្អូនមាន high 2 high មួយនៅផ្នែកខាងឆ្វេងហើយមួយទៀតនៅផ្នែកខាងស្ដាំហើយយើងប្រើប្រាស់ ampli តែមួយទេនេះយើងចាច់យកមក stereo អញ្ចឹងសង្ខេបមកវិញនៅពេលយើងប្រើជា parallel ឬក៏ជា mono amp ហ្នឹងគឺ signal វាលុត2ចេះខ្ញុំឃើញតាំង channel 1តាំង channel 2ហ៎តែឡែកបើសិនជាខ្ញុំប្រើវាជា stereo មានថា input របស់ខ្ញុំលេខ1គឺចេញតែ channel 1ហើយលេខ2គឺចេញតែ channel 2អញ្ចឹងខ្ញុំដោត channel 2 signal input អញ្ចឹងវាចេញតែ channel លេខ2ឯង channel លេខ1អត់លឺទេអញ្ចឹងមកមើល signal គឺវាចេញតែ channel លេខ2បងឃើញទេលេខ1អត់ភ្លឺទេអូខេហើយបើសិនជាខ្ញុំដូរវាទៅដោត channel លេខ1វិញនេះអញ្ចឹងវាភ្លឺតែ channel លេខ1ឯងលេខ2អត់ភ្លឺទេបងឃើញទេអញ្ចឹងនៅពេលយើងប្រើជា stereo ហើយបើយើងកាច់វាទៅ mono parallel កាច់មកវាតំណាកាច់ជា mono input ចូលលេខ1ក៏បានលេខ2ក៏បានគឺវាមាន signal ចេញតាំងពីរចេះអូខេអញ្ចឹងខ្ញុំដកមកលេខ2វិញអូខេ signal ចេញមក2ដដែលអូខេបងអូខេតោះឥឡូវមុខងារ3ខាងលើ bridge parallel stereo គឺអស់ហើយបងប្អូនយល់ហើយតោះឥឡូវមកពាក្យថា sensitivity dB វិញម្ដងsensitivity នៅកន្លែងនេះគឺជាការបូសកម្លាំង preamp នៃ ampli ផ្នែកខាងក្នុងរបស់ ampli របស់យើងនៅពេលដែលយើងប្រើប្រាស់ឧទាហរណ៍បើសិនជាបងប្អូនយកវាទៅប្រើជាមួយនឹង processor digital ឬក៏ mixer digital ដែលជា processor ជំនាន់ចុងក្រោយវាបញ្ចេញសម្លេងកម្លាំង signal មកខ្លាំងស្រាប់បាទមកខ្លាំងស្រាប់អញ្ចឹងយើងប្រើ 1.4 វ៉ុលនៅកន្លែងនេះលេខធំឬតិចលេខតិចឬខ្លាំងវាផ្ទុយគ្នាវិញណាបងប្អូនបាទផ្ទុយគ្នាវិញបាទអញ្ចឹងសង្ខេបមកវិញនៅពេលដែលបងប្អូនប្រើជាមួយនឹង processor digital ដូចជា260 PA2 360ឬក៏ mixer digital ទីហោដូចជា UI ហ្នឹងទៅយើងបោះ signal ចូលវាដែលជាប្រភេទ signal មានកម្លាំងខ្លាំងហើយស្រាប់អញ្ចឹងបងប្អូនកាច់វាយកមក 1.4 វ៉ុល
Dân 1.4V vì lư tích chiếng son trích bằng 775 ណា lư tích chiếng សង្ខេបចុះបងប្អូនសួរថាពេលណាយើងប្រើ0.775ពេលដែលបងប្អូនកាច់វាយកទៅប្រើជាមួយនឹង775មានន័យថានៅពេលដែលបងប្អូនប្រើប្រាស់ជាមួយនឹង mixer analog តែវាមានកម្លាំង signal ខ្សោយបាទឬក៏ processor ដូចគ្នាប៉ុន្តែប្រភេទពួក analog ដែលវាមានកម្លាំងសម្លេងខ្សោយគឺយើងត្រូវការកម្លាំងសម្លេង preamp នៃ ampli ជួយកម្លាំងសម្លេង signal របស់យើងណាសង្ខេបពេលបងប្អូនប្រើជាមួយនឹង system digital recommend បងប្អូនប្រើ 1.4V ពេលបងប្អូនប្រើជាមួយនឹង system analog processor analog graphic analog ដែលខ្ញុំបានបងប្អូនប្រើ 0.775 អញ្ចឹងខ្ញុំនឹងបើកសំឡេងឧទាហរណ៍ថាតើ1.4V ហើយនឹង 0.775 មួយណាលឺជាងឥឡូវខ្ញុំកំពុងតែឈរវាកាច់វាឈរនៅផ្នែក 1.4V ណាហើយខ្ញុំនឹងបើក volume ampli ឡើងអូខេបាទកាប់ណាបងកាប់ហើយអូខេតោះអញ្ចឹងខ្ញុំកាច់វាយក 0.775 ណាខ្ញុំកាច់ណាអូខេអញ្ចឹងវាលឺខ្លាំងជាង 1.4V ណាអូខេឃើញទេខ្ញុំបន្ថយសលេងវិញអញ្ចឹងអានេះគឺខ្ញុំដោត direct ខ្ញុំដោត direct ចូល signal យើងចេញពីទូរស័ព្ទ signal ចេញពីទូរស័ព្ទទៅវាអត់សូវមានកម្លាំងទេអញ្ចឹងដើម្បីឲ្យសលេងដែលចេញមកខាងក្រៅខ្លាំងបានគឺយើងត្រូវការរុញកម្លាំងបន្ថែមនៅលើ amp របស់យើងនេះអានេះយើងអត់មានដោយការជំនួយអីរុញមកតង់ទៀតទេគឺយើងប្រើកម្លាំង amp សុទ្ធសាធដើម្បីរុញ signal របស់យើងពីទូរស័ព្ទនេះឲ្យទៅធំបាយវាលឺខ្លាំងណាបងប្អូនអូខេអញ្ចឹងនៅពេលដែលបងប្អូនរុញមក 0.775 មានន័យថាបងប្អូនកំពុងតែប្រើប្រាស់វាជាមួយនឹង system analog សង្ខេបចេះស្រួលយល់ណាបងប្អូនថានៅពេលដែលបងប្អូនប្រើប្រាស់វាជាមួយនឹង 1.4V គឺនៅពេលបងប្អូនប្រើប្រាស់ជាមួយនឹង system digital ណាអូខេអញ្ចឹងងាយស្រួលយល់បងប្អូនបាទអញ្ចឹងមានប៉ុណ្ណឹងវីដេអូហ្នឹងបងប្អូនមានចង្អុលអីផ្សេងអាច comment ក្រោមវីដេអូទៀតបានណាខ្ញុំនឹងចែករំលែកអស់លទ្ធភាពតាមដែលអាចអូខេអរគុណច្រើនបងប្អូនបាយ